បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះផងដែរគឺជាថ្ងៃទី13ខែ11ឆ្នាំ2025បាទដោយសារតែថ្ងៃនេះខ្ញុំមកធ្វើការបង្កាត់ពូជជ្រូកបាទបងប្អូនអញ្ចឹងទៅនេះដូចដែលបងប្អូនបានឃើញខ្ញុំកំពុងតែធ្វើការបើកយក spam បាទបងប្អូនspam នេះគឺយើងកំងមកពីខាងភ្នំពេញណាបងប្អូនបាទអញ្ចឹងទៅខេត្តកណ្ដាលបាទបងប្អូនអញ្ចឹងទៅថ្ងៃនេះយើងនឹងធ្វើការបង្កាត់មេរបស់យើងបាទមេកំមុំបាទបងប្អូនដែល spam នេះផងដែរគឺយើងកំងមកពូជ Duroc ជាមួយបាទបងប្អូនអញ្ចឹងទៅយើងនឹងទៅធ្វើការបង្កាត់ទាំងអស់គ្នាបាទអញ្ចឹងមុននឹងទៅដល់ការបង្កាត់គឺយើងត្រូវរៀបចំបាទយើងត្រៀមឧបករណ៍សម្រាប់ធ្វើការបង្កាត់ជាមុនសិនបាទបងប្អូនបាទអញ្ចឹងទី1យើងត្រូវត្រៀម spam របស់យើងឲ្យបានត្រឹមត្រូវសិនបាទអញ្ចឹងយើងចាក់ទឹកត្រជាក់បន្តិចរួចហើយយើងចាក់ទឹកក្តៅចូលទៅក្នុងធុងដែលយើងចាក់ទឹកត្រជាក់អំបញ្ញមិញបងប្អូនបាទយើងដាក់ឲ្យវាក្តៅអ៊ុនបាទរួចហើយយើងដាក់ spam របស់យើងត្រាំរយៈពេល3ទៅ4នាទីបាទដើម្បីឲ្យយើងដាស់នៅ spam របស់យើងបាទដោយសារតែ spam របស់យើងដាក់មកពីឆ្ងាយអញ្ចឹងទៅយើងខ្លះសេត្រជាក់បាទបងប្អូនអញ្ចឹងទៅយើងដើម្បីបង្កាត់គឺយើងត្រូវតែធ្វើការត្រាំជាមួយនឹងទឹកក្តៅអ៊ុនជាមុនសិនដើម្បីដាស់នៅមេជីវិតបាទដើម្បីឲ្យយើងបង្កាត់ទៅគឺវាងាយនឹងជាប់បាទបងប្អូនបាទអញ្ចឹងយើងនឹងទៅធ្វើការបង្កាត់ទាំងអស់គ្នាតែម្ដងបាទបងប្អូនបាទនេះគឺជាមេពូជរបស់យើងបាទបងប្អូនដែលយើងនឹងធ្វើការបង្កាត់បាទសម្រាប់មេកមុំនេះគឺវាទើបតែរឈ្មោលកាលពីល្ងាចមិញណាបងប្អូនបាទអញ្ចឹងទៅល្ងាចនេះយើងធ្វើការបង្កាត់បាទបងប្អូនគឺមានន័យថាវារឈ្មោលកាលពីល្ងាចថ្ងៃទី12បាទអញ្ចឹងថ្ងៃនេះថ្ងៃទី13យើងធ្វើការបង្កាត់វាតែម្ដងបាទវិធីបង្កាត់គឺងាយស្រួលទេបងប្អូនបាទគឺយើងដោតចូលទៅក្នុងប្រដាប់ភេទរបស់វាទៅបាទយើងប្រើដែលយើងហៅថាកដោសបនិមិត្តណាបងប្អូនបាទយើងដោតចូលទៅតាមប្រដាប់ភេទរបស់វារួចហើយយើងរុញចូលវាឲ្យដល់ស្បូនតែម្ដងបាទអញ្ចឹងការបង្កាត់សបនិមិត្តគឺងាយស្រួលទេបងប្អូនបាទហើយជាពិសេសវាអត់ឆ្លងមេរោគទៀតផងបាទបងប្អូនបើសិនជាយើងបង្កាត់ដោយប្រើបាដូចសម័យមុនបាទគឺវាងាយនឹងឆ្លងមេរោគទៅដល់មេពូជរបស់យើងតែម្ដងបាទតែយើងបង្កាត់សបនិមិត្តគឺសុវត្ថិភាពដល់ជ្រូករបស់យើងបាទអញ្ចឹងយើងប្រកាសជាចង់ដឹងហើយថាតើក្រោយពេលយើងបង្កាត់ហើយរយៈពេលប្រហែលថ្ងៃយើងអាចដឹងថាវាជាប់ឬមិនជាប់បាទបងប្អូនអញ្ចឹងវិធីក្នុងការសង្កេតគឺងាយស្រួលទេបងប្អូននៅពេលដែលយើងបង្កាត់រួចហើយបើសិនជាវាអត់រឈ្មោលទៀតក្នុងរយៈពេល21ថ្ងៃបាទអញ្ចឹងមានន័យថាវាបង្កាត់ជាប់ហើយបាទអញ្ចឹងទៅយើងចាំមើលនៅវីដេអូក្រោយទៀតបាទខ្ញុំនឹងតាមដានថាតើក្រោយពេលដែលបង្កាត់រួចហើយវានឹងចេញជាលទ្ធផលបែបណាយើងនឹងទៅទស្សនានៅវីដេអូក្រោយទៀតទាំងអស់គ្នាបាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណបាទ